ជំរាបសួរបងប្អូនជនរួមជាតិខ្មែរជាទីមេត្រីនិងសូមស្វាគមន៍មកកាន់ Channel YouTube ខ្មែរ Today នៅក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជាថៃបានប្រើប្រាស់ស្ពាយពុតជាច្រើនប្រភេទដើម្បីឈ្លានពានខ្មែរយើងហើយរត់ពីដែកថៃជាច្រើនត្រូវបានកម្ពុជាយើងបាញ់កំទេចចោលហើយខ្លះត្រូវបានកងទ័ពខ្មែរយើងអូសរឹបយកបានក្នុងនោះក៏មានរថពីដែក BTR 4មួយផងដែរដែលថៃទទួលបានវាពីអ៊ុយក្រែននាកំឡុងឆ្នាំ2018កន្លងទៅ BTR4 គឺជារថយន្តដៃសម្រាប់ដឹកទ័ពនិងគាំទ្រដល់ការប្រយុទ្ធថ្មើរជើងវាត្រូវបានផលិតដោយអ៊ុយក្រែនក្នុងឆ្នាំ2014មានទម្ងន់ 17.8 តោនឬក៏មានទម្ងន់លើសជាងនឹងឬក៏ក្រោមជាងនឹងអាស្រ័យតាមប្រភេទនីមួយៗមានបណ្ដោយប្រវែង 7.76 ម៉ែត្រទទឹង 2.93 ម៉ែត្រកម្ពស់ 3.02 ម៉ែត្រប្រើប្រាស់ម៉ាស៊ីនមានកម្លាំង489សេសឬក៏598សេសបំពាក់ជាមួយនឹងកង់កៅស៊ូ8x8 រត់ក្នុងល្បឿន110 km ក្នុង1ម៉ោងនិង10 km ក្នុង1ម៉ោងពេលវាបកាត់ទឹករត់បានចម្ងាយ590 km បំពាក់ទៅដោយកាំភ្លើងយន្ត30 mm មួយដើមឬក៏បំពាក់កាំភ្លើងយន្ត23 mm ចំនួន2ដើមអាស្រ័យតាមប្រភេទរបស់វានីមួយរួមជាមួយនឹងកាំភ្លើងយន្ត7.62 mm មួយដើមនិងមីស៊ីលប្រឆាំងរថក្រោះ 9M118 Conquer ចំនួន4ដើមមីស៊ីលប្រភេទនេះបាញ់បានចម្ងាយ4 km និងបំពង់សម្រាប់បាញ់គ្រាប់បែកផ្សែងរថពីដែក BTR4M ទូខ្លួនរបស់វាអាចការពារពីការវាយប្រហារដោយគ្រាប់កាំភ្លើងយន្តវាមានប្រព័ន្ធសម្រាប់មើលនៅពេលយប់ប្រព័ន្ធការពារ NBC និងវាប្រើប្រាស់កម្លាំងទាហានចំនួន3នាក់សម្រាប់ប្រតិបត្តិការនិងអាចផ្ទុកបានទាហានចំនួន7នាក់បន្ថែមទៀតហើយវាក៏ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមនីសេរីយ៉ាក្នុងការប្រឆាំងទប់ទល់នឹងក្រុមបូកូហារ៉ាំសង្គ្រាមនៅអ៊ីរ៉ាក់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនហើយនាឆ្នាំ2025នេះវាត្រូវបានថៃប្រើប្រាស់ក្នុងការឈ្លានពានកម្ពុជានៅសមុទ្រភូមិបឹងត្រកូលខេត្តបន្ទាយមានជ័យនិងត្រូវបានកងទ័ពខ្មែរយើងបាញ់ឲ្យខូចខាតនិងអូសរឹបយកបាននៅពេលដែលកងទ័ពថៃបាក់ទ័ព